นมส้มជ្រូกនិងส้មចេកគឺជានំដែលប្រជាជនខ្មែរនិយមធ្វើតាំងពីបុរាណជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចូលឆ្នាំពិធីមង្គលការឬក៏ពិធីបុណ្យទានផ្សេងៗហើយអានឹងខ្ញុំនឹងធ្វើនំส้មជ្រូកនិងส้មចេកជាមួយម៉ានិងបងស្រីគាត់ម៉ាជាអ្នករៀបចំស្នូលនំកូរហើយនិងសតែកដល់ខ្ញុំជាអ្នកចាត់ចែងស្លឹកចេកព្រមទាំងដូងទៅការស្លឹកចេកនៅក្រោយផ្ទះរកស្លឹកណារាងធំៗសម្រាប់ส้មជ្រូកហើយចំពោះส้មចេកវិញមកតូចល្មមគឺយើងវិចបានហើយប៉ាជាអ្នកបេះដូងទុំឲ្យដូងនឹងត្រឡប់វាទូយតែសាច់វាក្រាស់ល្អខ្ញុំយកវិចនំនឹងយកដូងតែ2ផ្លែឯងស្លឹកចេកកាត់បានល្អហើយអត់ហ៊ានកាន់ទៅទាំងច្រើនយកទៅហាខ្លាចវាលហើយកាន់ម្ដងពីរថ្នមវាបន្តិចពេលដែលវាទៅពាប់ទៅវាងាយលហើយជំនួយការខ្ញុំវាយកប្រយ៉ែងមកឲ្យដាក់ស្លឹកចេកអូដល់ហើយបានហើយហាស្លឹកចេកទុនល្មមហើយយកវាទៅជាទុកជូតខ្ញុំធុញជាងគេកាប់ដូងទុំនឹងនំជាពិសេសអាដូងស្ពាតនឹងទីពិបាកកាប់ចាស់គាត់ប្រកាសសមមកសកៃដូងអញ្ចឹងអត់ចោលទេទុកដុតភ្លើងឬក៏យកទៅដាំជាមួយអីវាជាប់ទឹកបានល្អដូងយកមកវិញសូមបើយើងកោសម៉ាស៊ីនអត់ឆ្ងាញ់ទេពេលកោសម៉ាស៊ីនវាខ្ទេចម៉ត់ពេកបើយើងកោសដោយខ្នងអញ្ចឹងវាចេញសរសៃបានញ៉ាំទៅឆ្ងាញ់អត់ស្កាតស្បែកបាយម៉ែខ្ញុំរៀបចំរួចរាល់អង្គអីគាត់លេរួចហើយអញ្ចឹងចាប់ដើមវិចសូមជ្រូកសិនចាំសូមចេកតាមក្រោយខ្ញុំបើឲ្យវិចខ្ចប់នំអីខ្ញុំចេះប៉ុន្តែបើតាក់តងលេងគោលេងម្សៅហើយប្រឡាក់ស្នូអីហ្នឹងខ្ញុំមិនទាន់ជំនាញទេដោយសារខ្ញុំអត់ដែរធ្វើទេមកអ្នកធ្វើទាំងអស់ខ្ញុំចាំទៅវិចស្រាប់អញ្ចឹងខ្ញុំចេះវិចតែគាត់ប្រាប់ដែរថាវាអត់ពិបាកទេដាក់តែអំបិលអីបន្តិចទៅអង្គលេងជាមួយដូងហើយថែមស្ករបន្តិចប៊ីចេងបន្តិចទៅរួចហើយបើយើងមិនទាន់សាកយើងមិនដឹងឯសាកតែមិនយើងដឹងថារសជាតិនំដែលយើងលាយហ្នឹងវាអត់ឆ្ងាញ់ដូចគាត់និយាយទេបងប្អូនអ្វីក៏ដោយយើងធ្វើចេញពីចិត្តក្តីស្រឡាញ់និងការខិតខំប្រឹងប្រែងវាគាត់ជាទទួលបានផលល្អហើយមិនថាការវិចនំឬក៏ការធ្វើអ្វីផ្សេងក៏ដោយអញ្ចឹងនិយាយពីសូមជ្រូកយើងវិញមកវិចបានមួយគឺពិបាកណាស់ហើយត្រូវផាត់ភាពខ្លាំងចំពោះស្នូសតែវិញដាក់វារាងច្រើនបន្តិចបានឆ្អិនទៅញ៉ាំឆ្ងាញ់សតែផុយខ្ញុំចូលចិត្តអ្នកខ្លះគេចូលចិត្តអង្គច្រើនខ្ញុំចូលចិត្តសតែច្រើនវិញឆ្ងាញ់មួយវិញទៀតបងប្អូនត្រូវរឹតនំនឹងឲ្យវាតឹងហាប់ណែនហើយស្មើគ្នាល្អបានវិចទៅស្អាតឆ្អិនរសជាតិវាឆ្ងាញ់ទៀតបើយើងវិចវារាងអាឡុងឆ្អិនទៅហិចញ៉ាំអត់ឆ្ងាញ់ទេបើនិយាយពីការនៅក្មេងអត់ចេះញ៉ាំទេសូមជ្រូកតែធំឡើងចូលចិត្តខ្លាំងហ្មងអាស្ងោក៏ឆ្ងាញ់ហើយយកវាទៅចៀនឬក៏ឆ្អើទៀតរសជាតិវាក៏កាន់តែឆ្ងាញ់ដែរថ្ងៃសែនចូលឆ្នាំចិនជិតមកដល់ហើយណាហើយនំសូមជូកក៏ជានំដែលសំខាន់ត្រូវមានសម្រាប់សែនថ្ងៃចូលឆ្នាំចិននោះផងដែរបន្ទាប់ពីវិចរួចនេះគឺនំខ្ញុំវារៀងនៅអត់ទាន់ស្មើគ្នាល្អទេតែបើបងអូនម៉ាខ្ញុំគាត់វិចស្មើបានល្អជាងនេះនំគាត់ខ្ចប់សូមជ្រូករួចហើយមកខ្ចប់សូមចេកម្ដងសូមចេកស្រួលវិចទេអត់មានស្នូអីញ៉ៃញ៉ៃច្រើនដូចសូមជ្រូកមានតែចេកហើយនឹងអង្គរួចហើយចំអិនក៏លឿនជាងសូមជ្រូកដែរម៉ាខ្ញុំប្រាប់ថាសូមចេកអង្គវាលាយរាងប្រៃបន្តិចទៅដោយសារតែចេកផ្អែមស្រាប់អញ្ចឹងដាក់វាឲ្យត្រូវរសជាតិគ្នាប្រៃផ្អែមហ្នឹងចេកថ្ងៃនេះទុំចូលល្អអញ្ចឹងវិចទៅផ្អែមឆ្ងាញ់ណាបើវិចលេយដាក់សណ្តែកដីទៀតរសជាតិវាកាន់តែឆ្ងាញ់ហ្មងបើគ្រួសារខ្ញុំគាត់ចូលចិត្តញ៉ាំសូមចេកមានសណ្តែកដីវិចនំរួចអស់ត្រូវចងចំណងនំថ្ងៃហ្នឹងយកខ្សែប៉ៃមកចងដំបូងថាយកដើមចេកសក់ទេប៉ុន្តែបានសក់ទុកអញ្ចឹងហើយហាក៏អត់ស្ងួតល្អដែរយកខ្សែប៉ៃទៅវាមាំជាងខ្លាចអានោះវាអត់ស្ងួតល្អចងសូមហ្នឹងត្រូវចងឲ្យគៀកក្បាលវាហើយចងឲ្យតឹងកន្លែងក្បាលហ្នឹងកុំឲ្យពេលដែលស្ងោរទៅខ្លាចវារវល់ក្បាលឬក៏លៀនហិចអីចឹងហិតក្បាលសងខាងប៉ុន្តែកណ្ដាលកុំហិតជងវាធម្មតាបានហើយហិតខ្លាំងពេលឆ្អិនទៅវាកផោតកន្លែងកណ្ដាលហ្នឹងអត់ស្អាតទេបើម៉ាខ្ញុំគាត់បកាយចងឲ្យឡើងស្មើល្អសូមជ្រូកវាធំចងមួយដល់ពេលសូមចេកយើងចងផ្អោបគ្នាសូមជ្រូកនិងសូមចេកខ្ញុំស្ងោរឆ្នាំងតែមួយកុំឲ្យខាតភ្លើងញ៉ៃច្រើនអញ្ចឹងសូមជ្រូកឲ្យមុនដាក់ស្ងោរសូមជ្រូកមុនណាមួយសូមជ្រូកទៅចំណាយពេល3ទៅ4ម៉ោងដល់ពេលសូមចេករួចហើយពេលដាក់វាចូលឆ្នាំងពីលើសូមជ្រូកស្ងោរតាមក្រោយទៅហើយសូមចេកយើងស្ងោរតែមួយធូបគេឆេះអស់មួយធូបសូមចេកនឹងឆ្អិនមកល្មមឆ្ងាញ់ហ្មងឥឡូវសូមចេកក៏ឆ្អិនហើយសូមជ្រូកយើងក៏គ្រប់3ម៉ោងឆ្អិនដែរថ្ងៃនេះចំណាយពេលធ្វើនំសូមឡើងពេញមួយថ្ងៃហ្មងត្រង់មកឆ្អិនអស់ម៉ោង9យប់ហើយខ្ញុំក៏មក record សលេងកាត់វីដេអូផុសទាំងយប់ដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់ហើយចង់ប្រាប់ថាសូមយើងគឺឆ្ងាញ់ណាស់